vậy chẳng á nhôm từ bấy một ngày mà dục từng ở kia chui thay đã xá nâng bơ con sấy trong phòng bà sân chỉ miên rương ấy á rồi có sớm mọi vì lơ tay mình tích cho bà chỉ ngọt mình khá đi nhưng tớ ơi tự mình té đây tớ ơi nè lụng trang chơi tớ ơi tớ dương tụi mình nè từng ở kia ta Sơn vậy Sơn ta Sơn hay cho phụ mợ mình chưa nó bắt ta nào hỏi nè nè nhưng mình nè ở xuống nữa thật không phải ai mà lon chồng ngọt
chia với nhau đặt chặtស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិនៅក្នុងមហាចក្រវាឡដ៏ធំមានភពធំជាច្រើនដែលយើងមិនដែលឃើញក្នុងចំណោមភពទាំងនោះមានភពមួយដែលមានជីវិតមនុស្សសត្វរស់នៅនោះគឺភពផែនដីក្នុងចំណោមប្រទេសក្នុងចម្ពោះទ្វីបកណ្ដាលប្រជាជនគ្រប់ពូជសាសន៍សុទ្ធតែមានអរិយធម៌ប្រពៃណីរបស់ជនជាតិរៀងខ្លួនស្របទៅតាមជំនឿនិងទំនៀមទម្លាប់របស់គេតែប៉ុណ្ណោះដោយឡែកជនជាតិខ្មែរយើងក៏មានប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួននិងមានភាពល្បីល្បាញរុងរឿងដល់កំពូលនាសម័យមហាអាណាចក្រអង្គរមើលរាសីទូកទីតាឆ្នាំថ្មីអីទេចង់តាមមកចង់ទាំងអស់គ្នាចូលឆ្នាំលោកតាកាលពីសម័យបុរាណចូលឆ្នាំក្នុងខែមករាចុះឥឡូវមិនបានចូលឆ្នាំក្នុងខែចែកពេញចឹងលោកតាពិធីបុណ្យចូលឆ្នាំនេះត្រូវបានប្រារព្ធឡើងនៅក្នុងខែមករាព្រោះដូនតាខ្មែរយើងបានកំណត់យកខែនេះជាដើមឆ្នាំក្នុងឆ្នាំនីមួយត្រូវចែកចេញជា3រដូវកាលធំគឺមានហិមន្តរដូវគិហៈរដូវនិងរដូវវស្សាបុរាណអាចារ្យលោកគិតថាហិមន្តរដូវជារដូវត្រជាក់ត្រូវចាត់ទុកថាជាដើមឆ្នាំប្រៀបបានទៅនឹងពេលព្រឹកផុតពីរាត្រីគឺជាដើមថ្ងៃរីឯគិហៈរដូវវិញជារដូវក្តៅត្រូវចាត់ទុកថាជាកណ្ដាលឆ្នាំប្រៀបបានទៅនឹងពេលថ្ងៃត្រង់រីឯវស្សារដូវជារដូវដែលមានមេឃមីងងងឹតមានភ្លៀងផ្គរត្រូវចាត់ទុកថាជាចុងឆ្នាំប្រៀបបានទៅនឹងពេលយប់3រដូវកាលធំនេះគឺស្មើនឹងមួយឆ្នាំជារយៈពេលដែលផែនដីដើរជុំវិញព្រះអាទិត្យអស់រយៈពេល365ថ្ងៃនិង6ម៉ោងនេះជាឆ្នាំសូរ្យកតិចំណេរការក្រោយមកគ្រាដែលបុព្វបុរសយើងអនុលោមប្រើចលសក្រាជាសំខាន់វិញនោះទើបការចូលឆ្នាំខ្មែរមានការប្រែប្រួលហើយកំណត់យកខែចែកគឺជាខែដើមឆ្នាំវិញហើយថ្ងៃខែចូលឆ្នាំខ្មែរវិញត្រូវនឹងថ្ងៃទី12 13ឬក៏14 15 16ខែមេសាថ្ងៃទី1គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តរីឯនៅពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់ដាក់នៅជុំវិញព្រះវិហារគេហៅថាថ្ងៃមហាសង្ក្រាន្តថ្ងៃទី2កូនចៅជូនសម្លៀកបំពាក់ចំណីអាហារលុយកាក់ជូនទៅដល់លោកអ្នកដែលមានគុណមានឪពុកម្ដាយជីដូនជីតាជាដើមនៅពេលរសៀលគេនាំគ្នាទៅពូនភ្នំសាច់ហើយនិមន្តព្រះសង្ឃមកបាំងស្គរឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅគេហៅថាថ្ងៃវិរៈបណ្ឌបត្តិថ្ងៃទី3ពេលព្រឹកគេនិមន្តព្រះសង្ឃទៅឆ្លងភ្នំខ្សាច់ពេលល្ងាចគេនិមន្តព្រះសង្ឃស្រង់ទឹកនិងស្រង់ព្រះពុទ្ធរូប
ទៅតាមការនិយមរបស់ស្រុកភូមិខ្លះគឺជាថ្ងៃឡើងសាការកំណត់ប្រវត្តិសាស្ត្រនេះនិងពេលវេលានៃពិធីបុណ្យចូលឆ្នាំត្រូវបានបុព្វបុរសខ្មែរយើងកំណត់យ៉ាងជាក់លាក់និងត្រឹមត្រូវជារៀងរហូតមកដល់សប្តាហ៍ថ្ងៃនេះមករំលេងណាយើងអបអសាទរចូលឆ្នាំថ្មីរំ